ក្នុងអក្សរសាស្ត្រខ្មែររឿងទុំទាវមានលក្ខណៈពិសេសជាងគេក្រៅពីសោភ័ណភាពនៃអក្សរសិល្ប៍រឿងទុំទាវបានស្ដែងឡើងនូវជីវភាពពិតប្រាកដរបស់ខ្មែរគ្រប់វណ្ណៈក្នុងសម័យលង្វែកតាំងពីជីវភាពព្រះមហាក្សត្ររហូតដល់ជីវភាពជាទាស័យរបស់គេរឿងទុំទាវពុំបានផ្ដេកផ្ដួលទៅលើមហិទ្ធិឫទ្ធិព្រះព្រហ្មឬព្រះពុទ្ធឡើយហើយក៏ពុំបានលាយឡំនឹងឥទ្ធិពលអក្សរសាស្ត្របរទេសដែរដូចនេះទុំទាវជាចលនាអក្សរសិល្ប៍ខេមរនិយមរឿងបែបនេះយើងចាត់ទុកក្នុងជំពូកអក្សរសិល្ប៍តថនិយមគឺជារឿងមួយមានប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវរកមើលការប្រព្រឹត្តទៅនៃបុព្វបុរសខ្មែរយើងនៅក្នុងសម័យលង្វែកតទៅនេះអ្នកគ្រូសូមលើកយកបុគ្គលិកលក្ខណៈរបស់តួអង្គនីមួយៗនៅក្នុងរឿងទុំទាវដែលឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់មនុស្សខ្មែរនាសម័យលង្វែកជាដំបូងសូមជូនបុគ្គលិកលក្ខណៈរបស់នាងទាវនាងទាវគឺជាកូនស្រីអ្នកមេម៉ាយម្នាក់ដែលមានទ្រព្យសម្បត្តិជាបង្គួរដែរនៅត្បូងឃ្មុំហើយទើបនឹងពេញក្រមុំដោយបានចាប់ចិត្តស្រឡាញ់នេនទុំតាំងពីជួបគ្នាលើកដំបូងនាងទាវត្រូវបានពណ៌នាថាជាស្រីដែលមានសម្រស់ស្រស់ស្អាតដាច់គេនៅក្នុងស្រុកត្បូងឃ្មុំសម្រស់របស់នាងគឺជាដើមចមដែលធ្វើឲ្យមានចំនួននិងការប្រកួតប្រជែងនាងមានរូបឆោមលោមពណ៌ល្អឥតខ្ចោះដែលទាក់ទាញចិត្តទាំងបុរសសាមញ្ញដូចជាទុំនិងអ្នកមានអំណាចដូចជាម៉ឺនងួននិងព្រះរាជាជាដើមសម្រស់នេះក៏ជាវាសនាអាក្រក់សម្រាប់រូបនាងដែរព្រោះវាធ្វើឲ្យនាងក្លាយជាផ្ទាំងស៊ីបនៃតណ្ហារបស់អ្នកដទៃនាងមានភាពស្មោះត្រង់នឹងការតស៊ូដើម្បីសេចក្តីស្នេហានេះជាចំណុចលេចធ្លោបំផុតរបស់នាងមិនមែនជាស្ត្រីដែលទន់ជ្រាយតាមតែការបង្គាប់បញ្ជារបស់អ្នកម្ដាយគ្រប់យ៉ាងនោះទេនាងបានរក្សាចិត្តស្មោះចំពោះទុំទោះបីថាទុំជាអ្នកបួសនិងជាអ្នកក្រនាងនៅតែរក្សាចិត្តមួយនឹងមួយមិនប្រែប្រួលទៅតាមទ្រព្យសម្បត្តិឬយសស័ក្តិរបស់ម៉ឺនងួនឡើយនាងហ៊ានប្រឆាំងនឹងវប្បធម៌នំមិនធំជាងនាលដោយបដិសេធការរៀបការដែលគ្មានសេចក្តីសុខហើយជ្រើសរើសយកទុំទាវមានភាពទន់ភ្លន់តែដាច់ខាតនាងមានចរិតលក្ខណៈជាស្ត្រីខ្មែរដែលចេះគិតពិចារណានិងមានសីលធម៌ប៉ុន្តែនាងមានភាពដាច់ខាតចំពោះគោលការណ៍ជីវិតរបស់ខ្លួនឯងនាងមានមនោសញ្ចេតនាជ្រាលជ្រៅចំពោះម្ដាយប៉ុន្តែនាងមិនអាចលះបង់បេះដូងខ្លួនឯងដើម្បីបំពេញចិត្តម្ដាយក្នុងផ្លូវខុសបានឡើយនាងហ៊ានយកជីវិតទៅប្ដូរនឹងសេចក្តីស្លាប់ជាជាងរស់នៅដែលគ្មានមនុស្សដែលខ្លួនស្រឡាញ់ទន្ទឹមនឹងនេះនាងក៏មានគុណវិបត្តិដែរដោយនាងមានចិត្តស្រឡាញ់លើសលប់ចំពោះទុំដោយភ្លេចគិតដល់ម្ដាយហើយហ៊ានប្រព្រឹត្តអំពើប្រឆាចអំពីប្រពៃណីជាតិម្យ៉ាងទៀតនាងបានធ្វើអត្តឃាតទៅតាមទុំដោយខ្វះការពិចារណាខ្វះការតស៊ូចំពោះជីវិតដូច្នេះសរុបមកបុគ្គលិកលក្ខណៈរបស់នាងក៏បានឆ្លុះបញ្ចាំងពីស្ថានភាពស្ត្រីខ្មែរក្នុងសម័យកាលនោះដែរពោលគឺនាងស្ថិតនៅចន្លោះនៃកតញ្ញូតាធម៌ការស្ដាប់បង្គាប់ម្ដាយនិងសេរីភាពបុគ្គលការស្លាប់របស់នាងគឺជាការតវ៉ាដ៏ខ្លាំងក្លាបំផុតប្រឆាំងនឹងការបង្ខិតបង្ខំនិងអំណាចផ្ដាច់ការក្នុងគ្រួសារនិងសង្គមនាងទាវគឺជាតួអង្គស្ត្រីដែលមានចិត្តរឹងប៉ឹងហ៊ានលះបង់និងមានទស្សនៈជឿនលឿនក្នុងរឿងស្នេហានាងតំណាងឲ្យការតស៊ូដើម្បីសិទ្ធិស្វ័យសម្រេចលើវាសនាខ្លួនឯងទោះបីជាត្រូវបញ្ចប់ដោយសោកនាដកម្មក៏ដោយបុគ្គលិកលក្ខណៈរបស់ទុំគឺជាកូនកសិករនៅខេត្តបាភ្នំហើយត្រូវបានម្ដាយយកមកផ្ញើជាមួយលោកគ្រូចាស់អធិការវត្តវិហារធំដើម្បីបួសរៀនដែលយកនេនពេជ្រជាមិត្តជិតស្និទ្ធទុំមានអំណោយទានពីធម្មជាតិដោយទុំចេះស្មូតយ៉ាងពិរោះនិងមានប្រាជ្ញាឆ្លៀសវៃគួរជាទីពំនាក់អាស្រ័យរបស់នារីដោយសាររូបសម្ផស្សនេះធ្វើឲ្យទុំ
ត្រូវបានអ្នកផងស្រឡាញ់រាប់អានគ្រប់គ្នាបន្ថែមពីរូបសម្បត្តិដ៏ប្រពៃនេះក៏មានលក្ខណៈពិសេសមួយទៀតដែលយុវជននៅសម័យនោះគ្មានគឺអាកប្បកិរិយាដែលផ្ទុយពីផ្នត់គំនិតសង្គមទុំរស់នៅក្រោមឥទ្ធិពលនៃច្បាប់សង្គមអប់រំមនុស្សឲ្យខ្លាចញញើតឲ្យលុតក្រាបនិងឲ្យធ្វើតាមដោយមិនបាច់ពិចារណាតែទុំបែរជាមិនខ្លាចមិនលុតក្រាបហើយធ្វើអ្វីតាមតែឆន្ទៈរបស់ខ្លួនសុទ្ធសាធទុំមានចិត្តស្មោះត្រង់និងប្តោផ្ដាច់ជាមួយទាវជំនះឧបសគ្គគ្រប់យ៉ាងដែលមករារាំងស្នេហាខ្លួនដោយសារតែឆន្ទៈដ៏មោះមុតរបស់ទុំបែបនេះហើយទើបទុំសម្រេចចិត្តស្រាយបញ្ហាចំពោះមុខដោយខ្លួនឯងមិនពឹងពាក់កម្លាំងក្រៅខ្លួនប៉ុន្តែដោយសារតែការងប់ងល់នឹងស្នេហាទើបទុំបាត់បង់អស់សម្បញ្ញៈវិចារណៈនិងការទទួលខុសត្រូវបណ្ដោយខ្លួនទៅតាមតែចំណង់របស់ខ្លួនទុំធ្លាប់តែគោរពអ្នកមានគុណដែលមានលោកគ្រូឧបជាជាទីគោរពហើយធ្លាប់បានទទួលការកោតសរសើរចំពោះចំណេះដឹងទេពកោសល្យពីសំណាក់អ្នកស្រុកតែបែរជាធ្វើឲ្យអ្នកជុំវិញខ្លួនអស់សង្ឃឹមដោយសារខ្លួនទៅវិញគឺត្រូវបាត់បង់ជីវិតដោយសារតែស្នេហានេះជាការប្រមាថមួយរបស់ទុំដែលយកស្រាជាឧបករណ៍មកស្រាយបញ្ហាធ្វើឲ្យស្ថានភាពជួបប្រទះនៅសោកនាដកម្មកើតឡើងក្រៅពីងប់ងល់នឹងស្នេហាទុំនៅមានគុណវិបត្តិជាច្រើនទៀតដូចជាទុំខុសនឹងវិន័យសង្ឃដោយលួចដាក់ស្នេហ៍នឹងទាវលួចសឹកដោយខ្លួនឯងគ្មានឧបជាដឹងឮទុំយកស្រាធ្វើជាត្រីមុខនាំឲ្យបាត់បង់ស្មារតីក្នុងការដោះស្រាយបញ្ហាទុំក្បត់នឹងប្រពៃណីដោយអោបបីបំថ្នមប្រឡែងដោយមិនក្រែងចិត្តចាស់ទុំឡើយបុគ្គលិកលក្ខណៈម្ដាយទាវម្ដាយទាវជាស្រីមេម៉ាយមានជីវភាពស្ដុកស្ដំម្នាក់រស់នៅត្បូងឃ្មុំហើយមានកូនស្រីតែម្នាក់គត់គឺនាងទាវម្ដាយទាវក៏ដូចជាម្ដាយរាល់រូបដែរតែងតែខិតខំចិញ្ចឹមបីបាច់ថែរក្សាកូនអប់រំកូននិងស្វែងរកអនាគតស្កានឲ្យកូនគាត់ស្រឡាញ់នាងទាវដល់លើសលប់ថ្នមទាំងចិត្តថ្នមទាំងកាយតួយ៉ាងគ្រាន់តែឮកូនប្រាប់ថាចង់ស្ដាប់នេនទុំស្មូតនាងជាម្ដាយក៏ប្រញាប់ទៅនិមន្តនេនទុំបំពេញតាមបំណងប្រាថ្នាកូនស្រីភ្លាមម្ដាយទាវមានចិត្តលោភលន់ជានិច្ចគាត់លោភព្រោះគាត់ប្រាថ្នាឲ្យកូនស្រីរបស់គាត់បានទទួលនៅសុភមង្គលក្នុងមួយជីវិតនេះមេត្តាដែលចេះគិតដល់វាសនាអនាគតរបស់កូនជាមេត្តាប្រសើរណាស់ក៏ប៉ុន្តែមេត្តាទាំងឡាយត្រូវយល់ឲ្យច្បាស់ថារបស់អ្វីដែលកូនមិនពេញចិត្តរបស់នោះពុំអាចនាំសុភមង្គលមកឲ្យកូនបានឡើយសុភមង្គលកើតចេញពីចិត្តរបស់មនុស្សហើយមនុស្សម្នាក់មិនអាចយកសុភមង្គលរបស់ខ្លួនទៅរំលែកចែកឲ្យអ្នកដទៃបានទេម្ដាយទាវយល់ឃើញថាក្នុងលោកនេះមានតែបុណ្យស័ក្តិនិងប្រកាសប៉ុណ្ណោះដែលអាចនាំសុភមង្គលមកឲ្យមនុស្សបាននេះហើយជាទស្សនៈនិយមខុសរបស់គាត់មើលឃើញប្រកាសមាសមានតម្លៃជាងជីវិតមនុស្សទៅទៀតគំនិតបែបនេះហើយដែលគេហៅថាគំនិតចាស់កំរិលម្ដាយទាវបានវាយបង្ខំកូនស្រីឲ្យស្រឡាញ់ម៉ឺនងួនដោយសំអាងទៅលើពាក្យចាស់ថានំមិនដាល់ធំជាងនាឡិទេទាវបានខិតខំទាមទារសិទ្ធិរបស់នាងក្នុងការជ្រើសរើសគូស្រករតែម្ដាយពុំព្រមទទួលស្គាល់សោះគាត់នៅតែចចេះថានំមិនដាល់ធំជាងនាឡិប្រកាសនាំមកនៅសុភមង្គលដោយគាត់មានទស្សនៈនិយមចង្អៀតចង្អល់បែបនេះបានជាកូនស្រីគាត់ត្រូវបាត់បង់ជីវិតរូបគាត់ក៏ត្រូវវិនាសយ៉ាងជូរចត់ដែរគំនិតនិងអំពើរបស់គាត់បានធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំទាំងមូលរងទុក្ខវេទនាយ៉ាងយូរបុគ្គលិកលក្ខណៈរបស់អជូនលោកអជូនមានឋានន្តរស័ក្តិជាចៅហ្វាយស្រុកត្បូងឃ្មុំនាសម័យលង្វែកក្នុងរជ្ជកាលព្រះបាទរាមាជើងព្រៃ
ក្នុងគ្រួសាររបស់លោកអរជូនមិនបានកាន់អំណាចផ្ដាច់ការទៅលើភរិយានិងបុត្ររបស់លោកទេរឿងរ៉ាវអ្វីនីមួយៗលោកបានពិគ្រោះយោបល់មតិភរិយារបស់លោកទាំងអស់មានរឿងអនាគតកូនប្រសាជាតួយ៉ាងគំនិតនេះបានជាការសរសើររបស់សាធារណជនគ្រប់កាលសម័យក៏ប៉ុន្តែប្រជាជនថ្មាស់តែដៀជាទីបំផុតចំពោះអាកប្បកិរិយារបស់លោកអរជូនដែលបានប្រព្រឹត្តទៅលើប្រជាជនក្នុងស្រុកត្បូងឃ្មុំក៏ដូចជាប្រជាជនខ្មែរទាំងឡាយផងដែរលោកចៅហ្វាយស្រុកបានរំលោភលើសិទ្ធិប្រជារាស្ត្រតូចតាចមាននេនទុំជាដើមលោកបានពង្រត់ពង្រាស់គូស្រករគេចាប់បង្ខំប្រពន្ធគេឲ្យរៀបការនឹងកូនប្រុសលោកដែលជាអំពើពុករលួយស្អុយជាប់ដល់សពថ្ងៃមិនត្រឹមតែបានធ្វើទុកបុកម្នេញប្រជាជនប៉ុណ្ណោះទេលោកអរជូនជាមន្ត្រីមួយរូបបានក្បត់នឹងច្បាប់សម្រាប់រដ្ឋផងលោកបានរំលោភលើរាជអាជ្ញានៃព្រះមហាក្សត្ររបស់ខ្លួនឯងព្រះមហាក្សត្រទ្រង់បានសពព្រះរាជហឫទ័យរៀបការទុំនឹងទាវឲ្យបានជាគូស្វាមីភរិយាពេញលក្ខណៈឯលោកអរជូនខំរកមធ្យោបាយបំបែកបំបាក់គូស្រករថ្មីនេះទៅវិញមនុស្សរបៀបនេះយើងមិនអាចចាត់ទុកជាមនុស្សឡើយគឺជាសត្វដេរឆានព្រោះបានជញ្ជក់ឈាមរាសដោយសត្វឆ្លើងជញ្ជក់ឈាមមនុស្សអញ្ចឹងព្រះរាមាដាក់ទណ្ឌកម្មលោកអរជូនសមហេតុសមផលមែនបុគ្គលិកលក្ខណៈម៉ឺនងួនក្នុងដំណើររឿងម៉ឺនងួនគឺជាកម្លោះមួយរូបដែលមានភាពកតញ្ញូចំពោះឪពុកម្ដាយទោះបីម៉ឺនងួនជាកូនអ្នកមានអំណាចជាងគេក្នុងស្រុកក៏ពិតមែនប៉ុន្តែកវីមិនបានបង្ហាញពីសកម្មភាពខិលខូចឬប្រហើនកោងកាចរបស់គេចំពោះបុគ្គលណាមួយឡើយរីឯសេចក្តីស្នេហាវិញម៉ឺនងួនចាប់ចិត្តស្រឡាញ់នាងទាវតែគេមិនបានប្រើអិរិយាបថណាមួយមិនល្អទៅលើនាងទាវឡើយគឺអរជូនជាឪពុកខ្លួនបានឲ្យអ្នកផ្លូវចៅមហាចរចាចៅស្ដីដណ្ដឹងនាងទាវតាមប្រពៃណីលុះមានការយល់ព្រមពីម្ដាយទាវហើយទើបម៉ឺនងួនហ៊ានមកជួបទាវនិយាយលួងលោមមិនតែប៉ុណ្ណោះម៉ឺនងួនឧស្សាហ៍ទៅផ្ទះទាវញឹកញាប់ក្នុងភាពថ្លៃថ្នូរដើម្បីបង្កើនការយល់ចិត្តគ្នាជាអនាគតប្តីប្រពន្ធដូច្នេះម៉ឺនងួនពិតជាមានសេចក្តីស្មោះត្រង់ចំពោះនាងទាវពិតប្រាកដមែនប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះភក្តីភាពរបស់ម៉ឺនងួននោះធ្វើឲ្យម៉ឺនងួនមើលមិនឃើញពីកំហុសរបស់ទាវដែលលួចរួមរយៈនឹងទុំទើបធ្វើឲ្យម៉ឺនងួនបរាជ័យទៅវិញបរាជ័យធំបំផុតសម្រាប់ម៉ឺនងួនគឺខ្លួនយកចិត្តនាងទាវមិនបានព្រោះនាងទាវមិនស្រឡាញ់ខ្លួនម្ដងណាឡើយការដែលម៉ឺនងួនចាញ់ទុំក្នុងរឿងស្នេហានេះពិតមែនតែមិនមែនមានន័យថាម៉ឺនងួនគ្មានសម្រស់ឬគ្មានទ្រព្យសម្បត្តិនោះទេគឺបណ្ដាលមកពីនាងទាវពុំចាប់ចិត្តស្រឡាញ់ដំណើររឿងបានបង្ហាញថាម៉ឺនងួនក៏មិនខុសពីអរជូនដែរគឺជាមនុស្សងងឹតងងល់ដែលធ្វើអ្វីៗតាមការអូសទាញពីអ្នកដទៃគ្មានវិចារណញ្ញាណយ៉ាងនេះហើយទើបម៉ឺនងួនយល់ព្រមការជាមួយប្រពន្ធគេដោយគ្មានជំទាស់ថ្មីបើឪពុកម៉ឺនងួនមានបុណ្យស័ក្តិមានអំណាចដូចស្ដេចក្រាញ់ក៏ដោយតែអំណាចនេះមិនអាចធ្វើឲ្យទុំសុខចិត្តបោះបង់នាងទាវចោលឡើយសូម្បីតែអំណាចព្រះមហាក្សត្រក៏ទុំឥតញញើតដែរក្នុងបញ្ហាស្នេហានេះទុំហ៊ានច្រៀងទូលស្ដេចដើម្បីផ្ដាច់ព្រះរាជបំណងទៅលើរូបនាងទាវឥតកោតក្រែងព្រះចេស្តាឡើយម៉ឺនងួនមិនចេះគិតដល់ដំណើរជីវិតទៅអនាគតគេមិនចេះវែកញែកឲ្យច្បាស់លាស់ថាមួយណាជាមិត្តមួយណាជាសត្រូវទាវជាមិត្តក្នុងមួយជីវិតឬមិនមែនទេស្រីដែលមិនស្រឡាញ់យើងតែងតែបំផ្លាញសុភមង្គលរបស់យើងពិតប្រាកដណាស់ដូច្នេះម៉ឺនងួនជាយុវជនអន់ថយគ្មានការសិក្សាអប់រំចិត្តគំនិតតតែសោះយុវជនរបៀបនេះជាទីខ្ពើមរអើមនៃបណ្ដាយុវជនខ្មែរទាំងឡាយក្នុងសម័យវិទ្យាសាស្ត្រជឿនលឿននេះបុគ្គលិកលក្ខណៈព្រះរាជាតាមដំណើររឿងទ្រង់មានព្រះនាមថារាមាជាស្ដេចសោយរាជ្យនៅក្រុងលង្វែក
ព្រះអង្គជាក្សត្រមួយអង្គគ្រប់គ្រងនគរនាសម័យលង្វែកព្រះអង្គសពព្រះតីនឹងឲ្យតម្លៃទៅលើវិស័យសិល្បៈដូចជាក្រោយពីបានដឹងថាទុំនឹងពេជ្រជាសិល្បករដ៏ចំណានដែលទុំចេះខាងស្មូតពេជ្រចេះខាងផ្លុំប៉ៃស្ដេចក៏ត្រាស់បង្គាប់ឲ្យទៅយកទុំនឹងពេជ្រមកថ្វាយព្រះអង្គម្យ៉ាងទៀតទោះបីទ្រង់ជាស្ដេចផែនដីដែលតែងតែមានអំណាចអាចប្រមូលយកស្រីស្អាតដូចជាទាវធ្វើស្នំក៏ដោយក៏ទ្រង់ស្របព្រះរាជហឫទ័យប្រគល់ទាវទៅឲ្យទុំវិញតាមទស្សពិតរាជធម៌របស់ព្រះមហាក្សត្រក្រោយពីទ្រង់បានឆ្វេងយល់ថាទុំទាវជាសង្សារនឹងគ្នាតាមចម្លើយសារភាពប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ទ្រង់មិនអាចគេចផុតពីគុណវិបត្តិទោះដោយចេតនាក្តីដែលអចេតនាក្តីដោយហេតុថាព្រះអង្គលើកដំកើងខ្លួនឯងហួសឆ្ងាយបំផុតពីប្រជារាស្ត្រព្រះអង្គជាអ្នកប្រើអំណាចផ្ដាច់ការហើយការកាត់ទោសរបស់ព្រះអង្គពុំមានសុភវិនិច្ឆ័យទេជាការកាត់ទោសតាមរយៈកំហឹងបុគ្គលចំពោះអរជូនម៉ឺនងួនម្ដាយទាវជាអ្នកមានកំហុសជាការត្រឹមត្រូវតែទោសនេះមិនគួរបានធ្វើបន្តទៅលើប្រជារាស្ត្រត្បូងឃ្មុំទាំងមូលនោះឡើយចំពោះមរណភាពរបស់ទុំព្រះអង្គក៏រួមចំណែកខុសដែរកំហុសនោះគឺស្ថិតនៅត្រង់ព្រះអង្គយល់តែអំណាចទ្រង់តែមិនបានយល់ពីអំណាចរបស់អរជូនដែលជាតំណាងឲ្យទ្រង់នៅខេត្តត្បូងឃ្មុំនោះទេមានន័យថាអំណាចរបស់ព្រះអង្គមួយនគររីឯអំណាចអរជូនក៏មួយខេត្តដែរដូច្នេះការដែលព្រះអង្គបញ្ជាឲ្យទុំនឹងពេជ្រយកព្រះរាជសារទៅឃាត់ដំណើរការអាពាហ៍ពិពាហ៍ម៉ឺនងួននោះគឺប្រៀបដូចជាបញ្ជូនមនុស្សឲ្យចូលរោងខ្លាយ៉ាងនោះដែរបើសិនជាព្រះអង្គចង់ជួយទុំគួរតែទ្រង់យល់ថាអរជូនហ៊ានរៀបការកូនជាមួយនាងទាវដែលជាប្រពន្ធពេញច្បាប់របស់ទុំនោះអរជូនពិតជាហ៊ានសម្លាប់ទុំដោយមិនញញើតដៃឡើយយ៉ាងនេះហើយទ្រង់គួរតែបញ្ជូនទ័ពឲ្យទៅជាមួយទុំមិនគួរបណ្ដាលទុំឲ្យទៅតែម្នាក់ឯងនោះឡើយបុគ្គលិកលក្ខណៈតួអង្គពេជ្រពេជ្រជាស្មិទ្ធស្និទ្ធស្នាលនិងស្មោះត្រង់របស់ទុំដូចជាបងប្អូនបង្កើតគេស្មោះត្រង់ចំពោះទុំគ្រប់ស្ថានភាពដ៏លំបាកតួយ៉ាងមុនពេលនិមន្តទៅស្មូតផ្ទះនាងទាវក៏ពេជ្របានណែនាំផ្ដាំផ្ញើមួយចំនួនហើយនៅពេលឃើញទុំមានការឈឺចាប់ពេកពេជ្រក៏រំលឹកទុំនិងលួងលោមទុំផងដែរជាងនេះទៅទៀតនៅក្នុងកលៈទេសៈពោពេញទៅដោយគ្រោះថ្នាក់ពេជ្រក៏បានយកដំណឹងនេះមកថ្វាយព្រះរាជាដើម្បីជួយទុំមុនអរជូនប្រហារជីវិតប៉ុន្តែពេជ្រក៏មានគុណវិបត្តិដែរព្រោះដោយសារស្រឡាញ់ទុំខ្លាំងពេកទើបពេជ្រភ្លេចករណីកិច្ចជាមិត្តភក្តិដែលត្រូវចេះជួយរំលឹកដាស់តឿនទុំនៅពេលទុំប្រព្រឹត្តខុសពេជ្របែរជាបណ្ដោយនិងជួយទុំគ្រប់ពេលដែលទុំប្រព្រឹត្តអំពើមិនគប្បីដូចជាករណីទុំបានកុហកគ្រូសឹកដើម្បីទៅជួបនាងទាវនិងការនាំទុំលួចសឹកដោយខ្លួនឯងជាពិសេសទុកឱកាសឲ្យទុំលួចទៅរួមរយៈជាមួយទាវខុសប្រពៃណីកំហុសមួយទៀតរបស់ពេជ្រគឺពេលនាំព្រះរាជសារមកដល់នៅចំពោះស្ថានភាពកំពុងតែដុនដាបពេជ្រមិនបានផ្លាស់ប្ដូរយោបល់រកវិធានការដើម្បីទប់ទល់ជាមួយអរជូនទេតែបែរជាបណ្តែតបណ្តោយឲ្យទុំផឹកស្រាស្រវឹងបាត់បង់ម្ចាស់ការរហូតមិនបានបង្ហាញរាជសាររបស់ព្រះរាជាដល់អរជូនហើយត្រូវបពុអរជូនចាប់យកទៅសម្លាប់យ៉ាងអណោចអធមបុគ្គលិកលក្ខណៈតួអង្គនាងណូជាអ្នកបម្រើនាងទាវដែលមានចិត្តស្មោះត្រង់ស្វាមីភក្តិចំពោះចៅហ្វាយខ្លាំងណាស់នាងបានខិតខំធ្វើការបម្រើចៅហ្វាយនាយស្វែងរកសុភមង្គលជូនចៅហ្វាយនាយគ្រប់ពេលវេលាដល់ទីបំផុតនាងស្ម័គ្រចិត្តសម្លាប់ខ្លួនទៅតាមចៅហ្វាយនាយរបស់នាងទៀតអ្នកបម្រើរបៀបនេះជាទីពេញចិត្តពេញថ្លើមនៃបណ្ដាម្ចាស់ទាំងឡាយយើងមិនសរសើរទេព្រោះនាងគ្មានមធ្យោបាយដោះស្រាយបញ្ហាជីវិតដោយខ្លួនឯងនាងក៏ដូចជាពេជ្រដែរបានចូលរួមបិទបាំងកំហុសទាវដែលប្រព្រឹត្តខុសប្រពៃណីជាមួយទុំដូច្នេះសរុបមករឿងទុំទាវគឺជាកញ្ចក់ទិព្វមួយសម្រាប់យើងឆ្លោះមើលឃើញ
ការប្រព្រឹត្តទៅនៃបុព្វបុរសរបស់យើងនាសម័យលង្វែកតាមរយៈដំណើររឿងយើងបានមើលឃើញព្រះរាមាចាត់សេនាអាមាត្យដែលចាប់កូនក្រមុំរបស់ប្រជាជនយកមកថ្វាយព្រះអង្គទុកជាគ្រឿងកម្សាន្តយើងមើលឃើញលោកអរជូនជាមន្ត្រីអាក្រក់យង់ខ្នងបានរំលោភជិះជាន់ប្រជារាស្ត្រមានការពង្រត់បង្រាស់ប្តីប្រពន្ធទុំទាវនិងប្រើអ្នកបម្រើឲ្យចាប់យកទុំទៅសម្លាប់ឥតជំនុំជាដើមយើងមើលឃើញម្ដាយទាវដែលជាអ្នកមានទ្រព្យបង្គួរបានធ្វើបាបអ្នកក្រីក្រឥតត្រាប្រណីទុំកំសត់ស្លាប់ដោយគំនិតអាក្រក់របស់គាត់យើងមើលឃើញកូនចៅរបស់អស់លោកមន្ត្រីមានម៉ឺនងួនកូនលោកអរជូនជាដើមគ្មានពិចារណារកខុសត្រូវទេគិតធ្វើយ៉ាងណាឲ្យតែខ្លួនបានសប្បាយបើអ្នកដទៃស្លាប់ក៏ស្លាប់ទៅចុះយើងមើលឃើញស្ត្រីភេទនៅចំនួននោះគឺសម័យលង្វែកនេះខ្វះការអប់រំខ្លួនខ្វះការតស៊ូក្នុងដំណើរជីវិតជួបប្រទះនឹងឧបសគ្គស្ត្រីភេទច្រើនតែដាច់ចិត្តប្រហារជីវិតខ្លួនឯងអាសាបង់ដូចជានាងទាវនាងណូជាដើមដោយសាររឿងទុំទាវនេះទៀតយើងមើលឃើញទំនៀមទម្លាប់ខ្មែរបុរាណមើលឃើញរបបគ្រប់គ្រងមានបញ្ហាសេដ្ឋកិច្ចសង្គមគិច្ចនិងតុលាការដូចនេះរឿងទុំទាវគឺជាកញ្ចក់ឆ្លុះបញ្ចាំងលក្ខណៈរបស់ជាតិខ្មែរពិតប្រាកដមែន